និទានខ្មែររឿងក្រុងសុភមិត្តជាយូរអង្វែងណាស់មកហើយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រះបាទក្រុងសុភមិត្តសោយរាជ្យនៅចម្បានគរទ្រង់មានព្រះមហេសីព្រះនាមកេសនីមានព្រះច្បុត្រពីរព្រះអង្គព្រះច្បុត្រច្បងព្រះនាមជ័យសែនកុមារព្រះច្បុត្រប្អូនព្រះនាមជ័យទត្តកុមារកាលនោះព្រះបាទក្រុងសុភមិត្តមានព្រះអនុជមួយព្រះអង្គព្រះនាមអសុភមិត្តមានតំណែងជាឧបរាជចំណេរកាលក្រោយមកអសុភមិត្តមានគំនិតក្បត់ចង់ដណ្ដើមរាជសម្បត្តិពីព្រះរាមហើយលើកទ័ពទៅក្រុងចម្បានគរក្នុងពេលនោះមានអាមាត្យម្នាក់បានឡើងមកក្រាបទូលព្រះបាទក្រុងសុភមិត្តឲ្យទ្រង់បានជ្រាបអំពីដំណើរជ្រៀតរាជនៃអសុភមិត្តដែលត្រូវជាបរិយាអនុជគ្រប់ប្រការព្រះបាទក្រុងសុភមិត្តទ្រង់មានប្រតិគិតថាប្រសិនបើអង្គអញចេញទៅច្បាំងតទល់នឹងព្រះអនុជមុខជាប្រញាតវង្សព្រមទាំងអាណាប្រជានុរាស្ត្រនិងសេនាទាហានវិនិច្ឆ័យអន្តរាយអស់ច្រើនជាពុំខានបើដូច្នោះអញគួរតែដោះខ្លួនគេចចេញអំពីព្រះរាជវាំងក្នុងរាត្រីនេះទើបស្ដេចត្រាស់លាព្រះអគ្គមហេសីព្រមទាំងព្រះរាជបុត្រទាំងពីរឯព្រះនាងកេសនីជាស្ត្រីស្មោះភក្តីចំពោះព្រះស្វាមីមិនព្រមនៅក្នុងព្រះរាជវាំងឡើយទើបព្រះនាងទូលព្រះស្វាមីថាខ្ញុំម្ចាស់សុខចិត្តស្លាប់ជាមួយនឹងព្រះអង្គទោះជាលំបាកវេទនាយ៉ាងណាក៏ដោយតែខ្ញុំម្ចាស់ពុំព្រមរស់នៅឃ្លាតឆ្ងាយប្រប្រាស់ពីព្រះអង្គឡើយខ្ញុំម្ចាស់សូមនាំកូនទាំងពីរទៅតាមព្រះស្វាមីដែរហើយពេលនោះព្រះមេត្តាទ្រង់ពោជ័យទត្តកុមារព្រះបិតាទ្រង់ពោជ័យសែនកុមារទ្រង់ស្ពាយស្បៀងភៀសព្រះកាយចាក់ចេញអំពីព្រះនគរក្នុងរាត្រីនោះដោយសេចក្តីក្តុកក្តួលក្នុងព្រះឱរាស្ដេចត្រាច់ចរទៅដោយលំដាប់ដរាបទៅដល់ឆ្នេរទន្លេមួយអន្លើទើបទ្រង់ឈប់សម្រាកក្រោមដើមទម្លាប់មួយដើមព្រះអង្គមានព្រះចង្ការថាបើយើងឆ្លងទន្លេនេះទៅទាំង4នាក់ពុំបានទេព្រោះទឹកមានជម្រៅជ្រៅដូច្នេះបងនឹងចម្លងអូនទៅមុនសិនវិលមកចម្លងបុត្រជាក្រោយហើយទ្រង់ហាលចម្លងព្រះមហេសីទៅដាក់នៅឯត្រៃនីម្ខាងក្នុងខណៈនោះដែរក្រុងសុភមិត្តកំពុងចម្លងព្រះរាជទេពីក៏មានព្រានមច្ឆា2នាក់អុំទូកនេសាទមកតាមឆ្នេរទន្លេបានឃើញកុមារតូចៗក៏នាំគ្នាពោក្មេងៗទាំង2នាក់នោះយកទៅដាក់ក្នុងទូកនាំទៅផ្ទះរបស់ខ្លួនបន្ទាប់ពីព្រះរាជាក្រុងសុភមិត្តចម្លងព្រះមហេសីដាក់នៅត្រៃម្ខាងរួចហើយទ្រង់ក៏ហែត្រឡប់មករកព្រះរាជកុមារវិញតែគួរឲ្យចម្លែកណាស់ពេលដែលទ្រង់មកដល់ទ្រង់ពុំបានឃើញព្រះកុមារទាំងពីរអង្គឡើយក៏ទ្រង់ព្រះដង្ហើយហៅរកព្រះរាជបុត្រក្នុងព្រៃព្រឹក្សាតាំងតែពីយប់រហូតដល់ភ្លឺស្វាងឡើងនៅតែពុំឃើញព្រះកុមារទៀតទ្រង់ព្រះកន្សែងសោយសោករហូតសន្លប់បាត់ស្មារតីនៅទីនោះចំណែកឯព្រះនាងកេសនីវិញរងចាំព្រះស្វាមីតាំងពីយប់រហូតដល់ភ្លឺជួនជាពេលនោះមានសំពៅមួយបើកមកតាមទន្លេធំនាយសំពៅបានឃើញព្រះនាងនៅតែអង្អែងក៏ចូលសំពៅទៅនិយាយបង្ខំឲ្យព្រះនាងទៅជាមួយនឹងពួកគេគ្រានោះព្រះនាងទ្រង់ព្រះកន្សែងសោយសោកបោកប្រានស្ទើរតែព្រះកាយព្រះឱរាស្ទើរតែបែកឃ្លាចេញជាពីរភាគដោយព្រះនាងទ្រង់នឹករលឹកដល់ព្រះច្បុត្រសម្លាញ់ទាំងពីរនិងព្រះស្វាមីឥតលហែលហើយលុះព្រះបាទក្រុងសុភមិត្តភ្ញាក់ស្មារតីឡើងវិញទ្រង់កាត់ព្រះទ័យសោយសោកស្ដាយព្រះច្បុត្រហើយត្រឡប់ទៅរកព្រះមហេសីវិញមានសេចក្តីសង្ឃឹមថានឹងបានជួបមហេសីដើម្បីថ្លែងប្រាប់អំពីដំណឹងដ៏សែនអាក្រក់នេះព្រះអង្គហែទឹកឆ្លងទន្លេដោយព្រះទ័យអស់សង្ឃឹមលុះឡើងពីលើទឹកស្ទុះសំដៅទៅរកមើលក្រោមដើមឈើដែលព្រះនាងគង់ចាំតែមិនបានឃើញព្រះនាងសោះទ្រង់ស្ទុះរត់រកព្រះនាងសពទីកន្លែងតែមិនបានជួបប្រទះនឹងព្រះនាងឡើយទ្រង់រត់តែអស់សង្ឃឹមជាខ្លាំងបន្ទាប់ពីបាត់កូនហើយបែរជាមកពុតប្រពន្ធថែមទៀតទ្រង់សោយសោកសង្រេងក្រៃលែងកាន់តែខ្លាំងឡើងក៏ទ្រង់ដួលសន្លប់នៅទីនោះម្ដងទៀតលុះពេលព្រះអង្គភ្ញាក់ស្មារតីឡើងវិញក៏ទ្រង់ព្រះកន្សែងរវើរវាយស្ទើរតែឈួតវង្វេងស្ដេចក៏បន្តដំណើរពីទីនោះយាងចេញទៅមុខទៀតតែអង្គឯងព្រះភ័ក្ត្រស្រពាប់ស្រពោនគួរឲ្យសង្វេគស្ដេចត្រាច់ចរដល់រាបណាទៅដល់នគរមួយដែលមានឈ្មោះថាកតសិលាហើយទ្រង់ក៏យាងចូលក្នុងឧទ្យានទ្រង់ផ្ទុំសម្រាប់ព្រះកាយលើថ្មមង្គលសិលាក្រោមដើមរាំងមួយដើមនៅក្នុងនគរកតសិលានេះដែរព្រះមហាក្សត្រនៃនគរនេះទ្រង់ទៅតែសោយទីវង្គតបានចំនួន7ថ្ងៃតែទ្រង់គ្មានព្រះរាជបុត្រមួយអង្គសោះទើបអាមាត្យសពមុខមន្ត្រីធ្វើពិធីផ្សងបុស្សរត់តម្កល់គ្រឿងបច្ចៈកុធភ័ណ្ឌរួចដង្ហែចេញទៅតាមក្រោយបុស្សរត់ព្រមទាំងដូរតន្ត្រីផង
បុស្សរតបានសម្ដៅទៅឧសៀនធ្វើប្រតិសិនមង្គលសិលារួចស្ថិតនៅស្ងៀមចំណែកពួកភ្លេងក៏ប្រគំបទភ្លេងឡើងលោកព្រះបាទក្រុងសុភមិត្តតានឡើងបានត្រាស់សួរហេតុផលចំពោះពួកគេអាមាត្យមន្ត្រីទាំងនោះក៏បានក្រាបបង្គំទូលអញ្ជើញព្រះអង្គឲ្យឡើងគ្រងរាជ្យនៅនគរកតសិលានោះស្លេះត្រឹមនេះសិនយើងមកនិយាយពីព្រានមច្ឆាពីរនាក់ដែលបានយកក្មេងៗនោះទៅក៏ខិតខំចិញ្ចឹមបីបាច់ថែរក្សាពួកគេរហូតដល់ធំពេញវ័យព្រានមច្ឆាក៏នាំពួកគេទៅថ្វាយស្ដេចកតសិលាធ្វើជាមហាថ្លឹកចំណែកជ័យសែនដែលត្រូវជាបុត្រច្បងវិញស្គាល់ព្រះបិតាច្បាស់ណាស់តែគេធ្វើជាមិនស្គាល់ទ្រង់ឡើយនិយាយពីនាយសំពៅដែលបាននាំព្រះនាងកេសនីទៅនោះមានបំណងចង់រួមវាសនានឹងព្រះនាងណាប៉ុន្តែដោយដេចជាសច្ចៈនឹងក្តីស្វាមីភក្តិចំពោះព្រះស្វាមីព្រមទាំងជាស្ដាបារមីនៃព្រះបាទក្រុងសុភមិត្តធ្វើឲ្យនាយសំពៅមិនអាចចូលចិត្តព្រះកាយនាងបានឡើយថែមទាំងមានសេចក្តីគោរពកោតខ្លាចចំពោះព្រះនាងទៀតផងកាលនោះដែរនាយសំពៅទៅធ្វើជំនួយនៅក្រុងកតសិលាព្រះរាជាទ្រង់មានព្រះបន្ទូលនឹងនាយសំពៅឲ្យនៅមើលល្ខោនក្នុងមហោស្រពមួយយប់សិនហើយទ្រង់មានព្រះរាជបញ្ជាឲ្យមហាថ្លឹកទាំងពីរនាក់នៅយាមសំពៅក្នុងរាត្រីនោះយប់នោះព្រះនាងកេសនីផ្ទុំក្នុងសំពៅទ្រង់ព្រះសុបិនថាព្រះនាងបានជួបជុំព្រះស្វាមីនិងព្រះរាជបុត្រដោយសេចក្តីរីករាយហើយក៏មានបុរសពីរនាក់យកផ្កាឈូកមកថ្វាយព្រះស្វាមីប្រទានមកឲ្យព្រះនាងក៏ទ្រង់សោយលំអងផ្កាឈូកនោះលោកព្រះនាងតានឡើងទ្រង់ព្រះកនសៃនំពឹងក្នុងព្រះតីថាស្អែកនេះខ្ញុំប្រហែលជាបានជួបជុំព្រះស្វាមីនិងកូនទាំងពីររបស់ខ្ញុំវិញហើយដល់ពេលអត្រាជ័យទាត់ក៏ក្លងលក់ទាំងអង្គុយជ័យសែនក៏ដាស់ប្អូនជារឿយជ័យទាត់មិនចង់ឲ្យការងងុយគ្របសង្កត់ពេកទេក៏បាននិយាយនឹងបងថាសូមបងនិយាយរឿងព្រេងអ្វីមួយឲ្យខ្ញុំស្ដាប់បន្តិចមកបងប្រាប់អូនថាបងមិនចេះនិយាយរឿងព្រេងទេតែបងដឹងរឿងខ្លះៗដែលយើងព្រាត់ប្រាសអំពីឪពុកម្ដាយរបស់យើងជ័យទាត់សួរបងទៀតថាចុះឪពុកម្ដាយយើងសប្តាហ៍ថ្ងៃនេះជ័យសែនឆ្លើយថាពួកគាត់មិនមែនជាឪពុកម្ដាយបង្កើតរបស់យើងទេចាំបងនិយាយឲ្យឯងស្ដាប់ដើមឡើយឪពុកម្ដាយយើងជាស្ដេចសោយរាជ្យនៅចម្ប៉ានគរព្រះនុចរបស់ទ្រង់ព្រះនាមអសុភមិត្តជាឧបរាជបានដណ្ដើមរាជបល្ល័ង្កពីព្រះបិតាយើងព្រះបិតាក៏នាំពួកយើងតូចរំដោះខ្លួនរត់ចោលព្រះនគរទាំងយប់លិចវាលចូលព្រៃដល់រាបដល់ទន្លេមួយព្រះវរបិតានាំព្រះមេដាហែកឆ្លងទន្លេទៅទុកនៅខាងត្រើយម្ខាងបន្តិចមកមានព្រាហ្មណ៍មច្ឆាអុំទូកចូលមកចាប់យើងទាំងពីរនាក់យកទៅចិញ្ចឹមរហូតដល់ធំហើយនាំពួកយើងមកថ្វាយព្រះចៅក្រុងកតសិលានេះឯងជ័យទាត់សួរទៀតថាតើព្រះបិតាព្រះមេដាយើងមានព្រះនាមអ្វីទៅជ័យសែនផ្ដល់ចម្លើយថាព្រះមេដាយើងព្រះនាមកេសនីទេវីឯព្រះបិតាបងមិនហ៊ានចេញព្រះនាមព្រះអង្គទេព្រោះតែប្អូនទទូចសួរខ្លាំងពេកបងក៏មិនលាក់ប្អូនតទៅទៀតដែរបងក៏បានប្រាប់ប្អូនថាសូមឯងកុំនិយាយចេញឈ្មោះព្រះអង្គឲ្យសោះព្រះបិតាយើងព្រះនាមព្រះបាទក្រុងសុភមិត្តគឺជាស្ដេចក្រុងកតសិលានេះឯងឯព្រះនាងកេសនីនៅក្នុងសំពៅបានឮសូរស័ព្ទសម្ដីនៃបុរសទាំងពីរនិយាយឆ្លើយឆ្លងគ្នាដូច្នោះព្រះនាងទ្រង់ជ្រាបច្បាស់ថាពួកគេពិតជាបុត្រកំសត់របស់ទ្រង់ហើយទ្រង់ក៏ស្ទុះចេញមករកកំឡោះទាំងពីរទ្រង់ព្រះកន្សែងសោយសោកទ្រង់អោបព្រះរាជបុត្ររន្ធត់ក្នុងព្រះតីក្រៃលែងព្រះនាមមានព្រះបន្ទូលថាជ័យសែនជ័យទាត់កូនមាសម្ដាយនេះហើយឈ្មោះកេសនីទេវីចុះកូនស្គាល់ម្ដាយចុះកូនកុំទៅណាចោលម្ដាយអីជ័យសែនជ័យទាត់បន្ទាប់ពីបានដឹងជាក់ច្បាស់ជាព្រះមេដាពិតប្រាកដហើយក៏នាំគ្នាស្ទុះទៅអោបជើងព្រះមេដាទ្រង់តក់ស្លុតរន្ធត់ក្រៃលែងគ្រានោះម្ចាស់សំពៅមកទន់ឃើញដូច្នោះក៏នាំសេចក្តីនេះក្រាបទូលព្រះចៅក្រុងកតសិលាដោយចោទប្រកាន់ថាកំឡោះទាំងពីរនាក់នេះបានលួចមានសហាយស្មន់នឹងប្រពន្ធរបស់ខ្លួនព្រះចៅក្រុងកតសិលាទ្រង់ពិរោធជាខ្លាំងក៏ត្រាស់ប្រើពេជ្ឈឃាតចាប់ពួកគេយកទៅពិឃាតបងឯពេជ្ឈឃាតក៏ចាប់ចងពួកគេវាដំបត្រាប្រណីហើយនាំចេញទៅពិឃាតតាមព្រះរាជអាជ្ញាជួនជាកាលនោះមានបុរសម្នាក់ជាអ្នកមានប្រាជ្ញាឃើញពួកគេបណ្ដាលអ្នកទោសទៅសម្លាប់ដូច្នោះទើបចូលទៅក្រាបទូលស្ដេចថាតើព្រះអង្គបានជំនុំពិចារណាទោសរួចហើយឬនៅទ្រង់ត្រាស់ថាមិនទាន់ជំនុំជម្រះទេទ្រង់ក៏បញ្ជាពេជ្ឈឃាតឲ្យនាំពួកគេចូលមកជំនុំជម្រះវិញសិនហើយព្រះអង្គបញ្ជាសេនាឲ្យទៅនាំប្រពន្ធនាយសំពៅមកទីជំនុំនេះភ្លាមគ្រាន់តែទ្រង់តូចឃើញព្រះមហេសីភ្លាមបេះដូងពុះពេញទឹកដីតក់ស្លុតរន្ធត់រកថ្លៃអ្វីពុំកើតព្រះអង្គស្ទុះទៅអោបព្រះមហេសីទ្រង់ព្រះកន្សែងសោយសោកមហិមា
ទ្រង់អាណិតអាសូរចំពោះព្រះរាជបុត្រកំសត់លើសលន់ពន់ប្រមាណហើយក្សត្រីទាំង4អង្គក៏បានជួបជុំគ្នាយំសោកដោយការកំសត់កំរនិងការព្រាត់នៃរាជគ្នាអស់កាលដ៏យូរស្ដេចក្រុងសុភាមិត្តបានជួបជុំមហេសីនិងព្រះរាជបុត្របណ្ដុលព្រះរាជហឫទ័យប្រកបដោយព្រះតីសោមនស្សរីករាយពន់ពេកនៅទីបំផុតអាមាត្យសពមុខមន្ត្រីនិងសេនាយោធាគ្រប់លំដាប់បានរៀបក្បួនដង្ហែស្ត្រីទាំង4អង្គចូលមកក្នុងព្រះរាជវាំងព្រះបាទក្រុងសុភមិត្តទ្រង់បានជួបជុំព្រះអគ្គមហេសីហើយទ្រង់លើកជ័យសែនជាឧបរាជជ័យទត្តជាសេនាបតីនៅនគរកតសីលានេះក្សត្រីទាំង4អង្គស្ថិតនៅក្នុងរាជសម្បត្តិអស់កាលជាអង្វែងតទៅភាពស្មោះត្រង់មានតម្លៃជាងលុយកាក់ទៅទៀតព្រះនាងកេសនីទេវីជាអគ្គមហេសីរបស់ព្រះបាទក្រុងសុភមិត្តមានភក្តីភាពចំពោះស្វាមីជាខ្លាំងទើបចុងក្រោយពួកគាត់បានជួបជុំគ្នារស់នៅយ៉ាងមានសុភមង្គល